យប់មួយនៅភូមិដាច់ស្រយាលមានយុវជនម្នាក់ឈ្មោះវិចិត្រទើបតែផ្លាស់មករស់នៅផ្ទះជួលចាស់មួយផ្ទះនោះស្ថិតនៅចុងផ្លូវដែលមនុស្សភាគច្រើនមិនសូវដើរឆ្លងកាត់ពេលយប់ឡើយអ្នកជិតខាងបានប្រមានគាត់មុនចូលរស់នៅថាបើមានអ្នកហៅឈ្មោះអ្នកនៅពេលយប់កុំឆ្លើយវិញវិចិត្រសាយហើយគិតថាវាជារឿងជំនឿចាស់តែប៉ុណ្ណោះយប់ដំបូងគាត់ដេកធម្មតាខ្យល់បក់តិចហើយផ្ទះចាស់បញ្ចេញសំឡេងក្រហមមកដល់ម៉ោងប្រហែល2រំលងអធ្រាត្រគាត់បានឮសំឡេងស្រីម្នាក់ហៅស្រាលពីក្រៅផ្ទះវិចិត្រគាត់ភ្ញាក់ភ្លាមបេះដូងលឿនគាត់គិតថាអាចជាអ្នកជិតខាងមករកជំនួយសំឡេងហៅម្ដងទៀតវិចិត្របើកទ្វារផងដោយមិនគិតច្រើនគាត់ឆ្លើយតបថាបាទនរណានឹងភ្លាមនោះសំឡេងនៅក្រៅស្ងាត់បាត់ខ្យល់ឈប់បក់ហើយបរិយាកាសคล้ายជាស្ងប់ខ្លាំងប្លែកបន្ទាប់មកមានសំឡេងមួយនៅខាងក្រោយគាត់ក្នុងបន្ទប់ទីបំផុតអ្នកឆ្លើយខ្ញុំហើយវិចិត្រត្រឡប់ក្រោយយឺតប៉ុន្តែមិនឃើញនរណាទេទោះយ៉ាងណាសីតុណ្ហភាពក្នុងបន្ទប់ត្រជាក់ខ្លាំងហើយទ្វារទាំងអស់បិទគប់ដោយខ្លួនឯងចាប់ពីយប់នោះទៅគាត់ចាប់ផ្ដើមលឺជំហានដើរនៅលើដំបូលរាល់ម៉ោង2រំលងអធ្រាត្ររបស់របរនៅក្នុងផ្ទះផ្លាស់ទីដោយគ្មានអ្នកប៉ះកញ្ចក់បង្ហាញស្រមោលមនុស្សម្នាក់ឈរខាងក្រោយគាត់ទោះបីបន្ទប់គ្មាននរណាក៏ដោយថ្ងៃមួយគាត់ទៅសួរអ្នកចាស់ក្នុងភូមិបុរសចាស់ម្នាក់ប្រាប់ថាផ្ទះនោះធ្លាប់មានស្ត្រីម្នាក់ស្លាប់ដោយឯកោហើយនាងតែងតែហៅឈ្មោះមនុស្សដើម្បីរកអ្នកឆ្លើយតបអ្នកណាដែលឆ្លើយនឹងអនុញ្ញាតឲ្យវិញ្ញាណនាងចូលរស់នៅជាមួយវិចិត្រភ័យខ្លាចហើយសម្រេចចិត្តរាចេញភ្លាមយប់ចុងក្រោយមុនចាក់ចេញគាត់កំពុងរៀបចំអវ៉ាន់ស្រាប់តែឮសំឡេងស្រីនោះម្ដងទៀតវិចិត្រកុំទៅគាត់មិនឆ្លើយមិនងាកមើលគាត់បន្តដើរចេញពីផ្ទះប៉ុន្តែពេលគាត់បើកទ្វារចេញទៅក្រៅគាត់បានឮសំឡេងនោះខ្សឹបនៅជិតត្រចៀកបំផុតអ្នកមិនចាំបាច់ឆ្លើយទៀតទេព្រោះខ្ញុំទៅជាមួយអ្នករួចហើយថ្ងៃបន្ទាប់អ្នកជិតខាងឃើញផ្ទះទេវិចិត្របាត់ខ្លួនដោយគ្មាននរណាដឹងថាគាត់ទៅណាតែពេលយប់មកដល់មនុស្សនៅជិតផ្លូវនោះតែងឮសំឡេងបុរសម្នាក់ហៅស្រាលជួយឆ្លើយខ្ញុំផង